មនុស្សជាច្រើនបានឃើញខ្ញុំលើកពាន Tiger Street Football 2025អ្វីដែលអ្នកទាំងអស់គ្នាបានឃើញគឺជាភាពជោគជ័យនៃជ័យជំនះតែប៉ុណ្ណោះអ្វីដែលអ្នកទាំងអស់គ្នាមិនបានឃើញគឺជាការខិតខំប្រឹងប្រែងរបស់ខ្ញុំកន្លងមកខ្ញុំរស់ស៊ីរដ្ឋានេះជា Uncake Story របស់ខ្ញុំនៅឆ្នាំ2021អ្វីគ្រប់យ៉ាងត្រូវបានបញ្ចប់ដោយការនោះខ្ញុំលេងខុសបច្ចេកទេសតែបន្តិចធ្វើឲ្យខ្ញុំមានរបួសសរសៃពួរជង្គង់ដែលសឹងតែមិនអាចឲ្យខ្ញុំត្រឡប់មកលេងបាល់ម្ដងទៀតបានទេក្រោយមកខ្ញុំក៏ទទួលបានការវះកាត់និងព្យាបាលបានត្រឹមត្រូវពេលនោះមានការជួយជ្រោមជ្រែងជាច្រើនពីអ្នកស្នេហាវិស័យកីឡាបាល់ទាត់ក៏ដូចជាមិត្តរួមក្រុមលោកគ្រូពួកគាត់បានបរិច្ចាគថវិកាដើម្បីសម្រួលដល់ថ្លៃវះកាត់និងព្យាបាលខ្ញុំទាំងស្រុងតែការជាសះស្បើយពិតប្រាកដគឺបានមកពីការលើកទឹកចិត្តរបស់មនុស្សជុំវិញខ្លួនក៏ដូចជាការជំរុញទឹកចិត្តខ្លួនឯងឲ្យខំបន្តទៅមុខទៀតមនុស្សគ្រប់គ្នាដែលបានជួយឲ្យខ្ញុំក្រោកឈរក៏នៅតែបន្តលើកទឹកចិត្តឲ្យខ្ញុំត្រឡប់មកទីលានសារជាថ្មីទីបំផុតយើងក៏បានយកពានរង្វាន់ Tiger Street Football ឆ្នាំ2025ត្រឡប់ទៅផ្ទះវិញ